យោធាអាមេរិកនៅថ្ងៃអាទិត្យបានអះអាងវាយលុកជាង800គោលដៅនៅយេម៉ែនចាប់តាំងពីថ្ងៃទី15ខែមីនាផ្ដាច់ជីវិតក្រុមហ៊ូទីរាប់រយនាក់រួមទាំងមេដឹកនាំក្រុមអ៊ូទីមនេះទីបញ្ជាការយោធាអាមេរិក US CENTCOM បាននិយាយថាការវាយប្រហារទាំងនោះបានបំផ្លាញទីតាំងបញ្ជាការនិងគ្រប់គ្រងប្រព័ន្ធការពារដែនអាកាសទីតាំងផលិតនិងផ្ទុកអាវុធទំនើបរបស់ក្រុមហ៊ូទីបើតាមមេបញ្ជាការយោធាអាមេរិកប្រតិបត្តិការរបស់យើងបានបន្ថយល្បឿនការវាយប្រហាររបស់ក្រុមហ៊ូទីក្នុងនោះការបាញ់មីស៊ីលផ្លោងធ្លាក់ចុះ 69% និងការវាយប្រហារដោយយន្តហោះដ្រូនថយចុះ 55% យោធាអាមេរិកនៃរដ្ឋបាលលោកប្រធានាធិបតី Donald Trump បានវាយលុកតាមផ្លូវអាកាសលើក្រុមហ៊ូទីស្ទើររាល់ថ្ងៃចាប់តាំងពីថ្ងៃទី15ខែមីនានៅក្នុងប្រតិបត្តិការមួយដែលមានឈ្មោះថា Wrong Reader ប្រតិបត្តិការនោះធ្វើឡើងមានគោលបំណងបញ្ឈប់ការគំរាមកំហែងរបស់ពួកហ៊ូទីចំពោះនាវានៅសមុទ្រក្រហមនិងឈូងសមុទ្រអេដិនជាពិសេសបង្កើនការការពារក្នុងតំបន់ឡើងវិញ។